Hello អ្នកនរគ្នាខ្ញុំបាទលោកគីថ្ងៃហ្នឹងយើងនឹងបន្តសាច់រឿង B Series Restaurant បន្តទៀតបាទកុំឲ្យអ្នកទាំងអស់គ្នារងចាំសាច់រឿងយូរពេកចឹងយើងចូលទៅក្នុងសាច់រឿងយើងតែម្ដងទៅសាច់រឿងបានបន្តពី Beckham មានទឹកមុខតក់ស្លុតជាខ្លាំងសឹងវូបានសួរវាថាឯងកើតអីមែនប៉ុន្តែនៅពេលភ្លាមនោះវាបានព្រុសភ្លើងចេញពីមាត់វាជាច្រើនវាបានគិតក្នុងចិត្តថាអាហារនេះអាក្រក់ណាស់តើវាគួរតែលេបឬក៏អត់នៅពេលនោះវាសម្រេចចិត្តថាវានឹងលេបបន្ទាប់ពីលេបអស់មួយម៉ាត់រាងកាយវាស្ទើរតែផ្ទុះបែកទៅហើយវាសន្លប់អស់រយៈពេល1ម៉ោងពេលវាភ្ញាក់ដឹងខ្លួនមកភ្លាមវាហក់ស្ទុះទៅទាត់សឹងវូប៉ុន្តែគាត់បានរងតែដៃមួយជំហៀងតែប៉ុណ្ណោះវាបានភ្ញាក់ផ្អើលជាខ្លាំងដោយសារសឹងវូអាចទប់ទល់នឹងកម្លាំងជើងវាបានសឹងវូបាននិយាយនឹងមិនមែនការតបស្នងរបស់ឯងនៅពេលដែលឯងបានញ៉ាំអាហាររបស់យើងរួចឥឡូវយើងមកស្គាល់ពីឈ្មោះមុខម្ហូបសាច់ Steak Dragon កម្រិតកាយ3ជំនួយភាពរឹងមាំ2កម្រិតធន់នឹងភ្លើង3កម្រិតកម្លាំង3កម្រិតនិងទទួលបានសមត្ថភាពស្ដេចអ្នកភ្លើងយើងក្រឡេកមកមើលអ្នកទាំងពីរវិញ Beckham បាននិយាយថាឯងថាយើងអន់សង្វូឆ្លើយថាមែនហើយឯងអន់ណាស់នៅពេលនោះវាមានការខឹងជាខ្លាំងរួចស្ទុះហក់ទៅវាយសឹងវូប៉ុន្តែនៅពេលនោះសឹងវូបានប្រើតែម្រាមដៃមួយក៏អាចយកឈ្នះវាយ៉ាងងាយបណ្ដាលឲ្យវាសន្លប់នៅក្នុងទឹកទី2សឹងវូបានឧទានឡើងថានឹងមែនកំពូលអ្នកប្រមាញ់ខ្លាំងទាំង100មិនក៏ខ្សោយអីម្លេះបន្ទាប់មកសាច់រឿងបានបង្ហាញពីអ្នកប្រមាញ់2នាក់បានប្រយុទ្ធគ្នាជាមួយនឹង Goblin តាំងពីលេចឡើងនៃច្រកទ្វារបិសាចមនុស្សជាតិបានបង្កើតក្រុមមួយដែលមានឈ្មោះថា First Order កំពូលអ្នកប្រមាញ់បិសាចកំពូលទាំង100នៅក្នុងនោះក៏មានបុរសស្បែកកម្មរបស់យើងដែរគឺ Beckham សាច់រឿងបានកាត់មក2នាក់នេះវិញបុរសសាច់កម្ម Beckham យើងបានលុតយ៉ាងគង់សុំទោសតួឯកប្រុសហើយក៏បានសន្យានឹងទូប្រុសថានឹងឈប់ធ្វើបែបនេះទៀតហើយសង្វូនិយាយល្អយើងនឹងកែប្រែឯងឥឡូវនេះតើឯងជាអ្នកប្រមាញ់មែនបើឯងជាអ្នកប្រមាញ់ឯងត្រូវតែខ្លាំងជាងនេះដើម្បីការពារផែនដីបន្ទាប់មកតួឯកប្រុសយើងបានដាក់ក្រេដប់ទេសនានៅពេលដែលបុរសស្បែកកម្មយើងបានស្ដាប់ហើយធ្វើឲ្យបាញ់ឈាមតាមត្រចៀកតែម្ដងសាច់រឿងបានកាត់ទៅទីស្នាក់ការមួយដែលមានឈ្មោះថា ISAC យើងបានឃើញចែវ៉ែនតាបាននិយាយជាមួយបុរសម្នាក់នោះជាប្រធានក្រុមទី2មានឈ្មោះថាមីនអូគីសារឈ្មោះគាត់បើអានពេកខ្ញុំហៅតែមីនបានហើយអាចារ្យវ៉ែនតាបានហៅគាត់មកដោយសារតែចង់ឲ្យគាត់ទៅរក Beckham ដោយសារតែ Beckham បាត់អស់រយៈពេល 2-3 ថ្ងៃហើយគាត់បានដើរចេញពីទីស្នាក់ការដើម្បីដើររក Beckhamនៅពេលនោះគាត់បានប្រើជំនាញរបស់គាត់គឺជំនាញស៊ើបអង្កេតបន្ទាប់មកគាត់បានឧទានឡើងថារកឃើញហើយនៅពេលនោះគាត់បានរកឃើញដានរបស់ Beckham មិននៅទីណាឆ្ងាយទេគឺជាហាងរបស់ទូប្រុសយើងនឹងហើយបន្ទាប់មកគាត់លួចចូលទាំងស្ងាត់តែនៅពេលដែលគាត់ងាកមកក្រោយគាត់ឃើញទូប្រុសនៅពីក្រោយគាត់ហាសិតតែសាច់បានមួយទៀតល្មមសាច់រឿងបានបង្ហាញពីបរិសុទ្ធកម្មយើងទៀតហើយគាត់ត្រូវបានតួឯកប្រុសយើងបញ្ជូនមកធ្វើការនៅក្រោមដីនៅពេលនោះមានបរិសម្នាក់បានដើរមកពីខាងលើគ្មានណាគេឆ្ងាយទេគឺជាបងមីនយើងនឹងហើយនៅពេលនោះ Beckham បាននិយាយឡើងថាទីបំផុតឯងមកជួយយើងហើយមីនតោះយើងទៅឯណាច្រកចេញគាត់ដើរទាំងមិនខ្វល់ពីបរិសុទ្ធកម្មយើងរួចនិយាយថាទៅណាកើតបើគេចាប់មកដែរហ្នឹងឯងថាម៉េចឯងត្រូវគេចាប់មកដែរសាច់រឿងបានកាត់មកនៅពេលដែលសឹងវូបានដោះលែងអ្នកទាំងពីរវិញបន្ទាប់មកតួឯកប្រុសយើងបានយកបបរមកឲ្យបងមីនយើងញ៉ាំវាមិនមែនជាបបរធម្មតានោះទេព្រោះវាបានផ្សំឡើងអំពីទឹកវេទមន្តនៃការព្យាបាលពេលដែលបានញ៉ាំវាហើយវានឹងស្ដារធម្មពលឲ្យយើងបានដូចដើមវិញសាច់រឿងយើងបានកាត់មកថ្ងៃបន្ទាប់យើងបានឃើញថាមានបិសាចមួយគឺជាបិសាចចចកភ្នែក6វាបានដើរអុកលុកពេញទីក្រុងបន្ទាប់ពីនោះយើងបានឃើញអ្នកប្រមាញ់យើង2នាក់មានឈ្មោះថា Beckham និង Min បានធ្វើការកម្ចាត់បិសាចចចកភ្នែក6សាច់រឿងមិនបានបង្ហាញពីការប្រយុទ្ធគ្នានោះទេវាបានតែបង្ហាញពីការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះត្រឹមតែមួយស្នេតប៉ុណ្ណោះធ្វើឲ្យចចកភ្នែក3ធ្លុះពីម្ខាងទៅម្ខាងបណ្ដាលឲ្យជេតរយភ្លាមបន្ទាប់មកសាច់រឿងបានកាត់មកសឹងវូគាត់បានឧទានឡើងថាមូលហេតុនៃការកើតមានច្រកទ្វារបណ្ដាលមកពីគាត់ខណៈពេលដែលខ្ញុំធ្វើការឆ្លង Dimension ខ្ញុំបានធ្វើខុសបច្ចេកទេសដែលបណ្ដាលឲ្យពពួក Monster ជាច្រើនមកតាមខ្ញុំសាច់រឿងបានបង្ហាញពីថ្ងៃបន្ទាប់នៅពេលព្រឹកយើងបានឃើញសត្វឆ្មាមួយក្បាលបានកាន់ប្រអប់មកដោយខ្លួនទៅទឹកជោគនៅពេលនោះសឹងវូបានបើកទ្វាររួចនិយាយថាសួស្ដីកូនឆ្មាតូចបានលើកប្រអប់ឡើងរួចនិយាយថាការដឹកជញ្ជូនរបស់ខ្ញុំបានមកដល់ហើយនីអាអញ្ចឹងយើងបានស្គាល់ឈ្មោះកូនឆ្មាតូចនេះហើយគឺឈ្មោះនីអាខ្ញុំបាទលោកគីសូមបញ្ចប់ផ្សាយរឿងទៅត្រឹមនឹងសិនដោយសារតែងុយដេកពេកប៉ុន្តែមុននឹងសម្រាប់ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្តិចរឿងដែលខ្ញុំសម្រាយនេះវាមិនទាន់ដល់ភាគដែលល្អមើលទេតែចូលដល់ភាគ20ជាងទៅបានល្អមើលក៏ប៉ុន្តែនៅក្នុងវីដេអូក្រោយខ្ញុំនឹងលើករឿងថ្មីមួយដើម្បីយកមកសម្រាយឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ខ្ញុំបាទលោកគីអរគុណសម្រាប់ការមើលវីដេអូរបស់ខ្ញុំអូខេ Good night អ្នកទាំងអស់គ្នា